តលេងគិរីរំអីដែលខ្ញុំចូលចិត្តខ្លាំងជាងគេគឺអាកាសធាតុពេលដែលចុះអាប់និយាយពីថាស្រស់ស្រាយហ្មងណាហើយខ្ញុំចូលចិត្តទេសភាពផ្លូវឡើងភ្នំនិយាយពីថាទេសភាពឡើងស្អាតឡើងខៀវស្ងាត់ហើយភ្នំទាំងមូលហ្នឹងព័ន្ធទៅដោយដើមឈើតែមួយប្រភេទហ្នឹងទេដើមហ្នឹងមិនដឹងតែគេហៅដើមអីទេដើមហ្នឹងស្អាតហ្មងណាហើយវាខ្ពស់ពោះត្រង់ស្លូនឡើងស្អាតវាដូចដើមស្រល់បន្តិចអីបន្តិចតែមិនដើមស្រល់ទេតែស្អាតពេលយើងឡើងមកដល់កំពូលភ្នំមុនគេគឺឃើញរំដួលរីសតក៏តុបគេស្អាតតែខ្ញុំធ្លាប់គេនឹងប៉ុន្តែមកសានេះបានគេនឹងឯងខ្ញុំទៅសាកគេនៅលំហែរីសតទៅពីយើងមកដល់ហើយយើង check in បន្ទប់បើកសោបើកអីពីកន្លែង reception ហើយគេមានកង់3ជូនយើងទៅពួកអីបើយើងដើរទៅវារឹងឆ្ងាយទីព្រោះមានអវ៉ាន់ញ៉ៃអីចឹងណាអញ្ចឹងហើយគេមានកង់3ជូនយើងទៅហើយបងអូនខ្ញុំផ្ដាំបន្តិចបើសម្រាប់បងអូនដែលមកលេងនៅលំហែ resort ណាយល់ល្អបងអូនមិនដាក់របស់ញ៉ាំឬម្ហូបអាហារអីញ៉ាំមកទេឬក៏ស្រាអីទេព្រោះដោយសារនៅហ្នឹងគេមានលក់អញ្ចឹងហើយគេឆាយើងថ្លៃតែបើមកគ្នាច្រើនអីយើងយកមកញ៉ាំខ្លួនឯងក៏ល្អដែរតែគេឆាទាំងថ្លៃដែរអញ្ចឹងណាហើយផ្ទះដែលខ្ញុំយកហ្នឹងគឺផ្ទះដើមឈើគេធ្វើ style បែបផ្ទះដាច់ពីគ្នាមួយហើយជាប់ដើមឈើអញ្ចឹងទៅហើយកន្ទប់ដែលខ្ញុំកក់ហ្នឹងគេឲ្យកន្ទប់នៅទល់មុខអាងហែលទឹកឡើងធំហើយកន្ទប់គេសម្រាប់កន្ទប់គេពេលយើងបើកទ្វារចូលមកគឺអញ្ចឹងក្រេគេវារៀងទៀបហើយក្រេគេហ្នឹងដាក់ពូកអត់ពេញក្រេអញ្ចឹងទៅពេលយប់ឡើងចេះតែដើរបុកអាកន្លែងជ្រុងហ្នឹងហ្មងខ្ញុំអត់សូវជាចូលចិត្តក្រេគេទេហើយក្រូបាតគេគឺក្រូឈើហើយសម្រាប់កន្ទប់ទឹកគេគឺបែបនេះនិយាយទៅកន្ទប់ទឹកគេវារៀងធំដែរប៉ុន្តែដោយសារតែដបូលវារៀងចោបអញ្ចឹងទៅយើងមើលទៅដូចរៀងទូចតែធំហើយគេមានទឹកក្តៅទឹកត្រជាក់ឲ្យដែរហើយបើសម្រាប់និយាយពីរឿង clean វាអត់ទៅជា clean ម៉ានេះដោយសារផ្ទះហ្នឹងវាទាំងចាស់ដែរហើយប៉ុន្តែអាចទទួលយកបានហើយគេមានវេរ៉ង់ដាឲ្យមើលទេសភាពនៅខាងក្រៅអីចឹងទៅនៅទល់មុខហ្នឹងគឺអាងហើយទឹកនិយាយថាបើនិយាយពីរឿងទេសភាពខ្ញុំឲ្យ10លើ10ហើយពេលដែលខ្ញុំទៅហ្នឹងគេឲ្យ check in បន្ទប់ម៉ោង2អញ្ចឹងហើយខ្ញុំទៅដល់ម៉ោង2ជាងម៉ោង3អីហ្នឹងម៉ោង4ចាប់ផ្ដើមរៀងមេរោភ្លៀងអញ្ចឹងហើយវារៀងចុះអាប់អីចឹងទៅវារៀងចុះអាប់តិចអីចឹងណាហើយអាកន្លែងម្ដុំនេះក៏លំហែ resort ដែរអានេះផ្ទះលក្ខណៈបែបតង់តែខ្ញុំអត់ចូលចិត្តផ្ទះបែបតង់ចឹងឯងវារៀងទូចៀតចោបខ្ញុំចូលចិត្តផ្ទះទៀបបែបហ្នឹងប៉ុន្តែអត់ចូលចិត្តផ្ទះវារបៀបតង់ចឹងព្រោះវាចៀតវាចោបខ្ញុំចូលចិត្តផ្ទះលេងតលាយហើយនេះចង់និយាយថាចាតលេងគិរីរំណាមែនគ្រប់ពេលឬក៏គ្រប់គ្នាទៅសិតតែបានឃើញអាកាសធាតុពេលដែលចុះអាប់ទេវាដោយពេលបើសិនជាទៅយើងទៅចាំពេលដែលវារៀងមេរោភ្លៀងអីចឹងទៅវារៀងមានធ្លាក់អាប់មកនិយាយទៅវាស្អាតនៅពេលដែលធ្លាក់អាប់មកហ្នឹងហ្មងគឺស្អាតសាហាវហើយលំហែ resort ហ្នឹងគេឲ្យយើងយកកូនគីគីចូលបានណាប៉ុន្តែគ្រាន់ថាបើសិនជាកូនគីគីយើងធ្វើឲ្យខូចឬក៏ប្រឡាក់របស់អីនៅក្នុងកន្ទប់ហ្នឹងគេឆាស់យើងអីចឹងទៅហើយសម្រាប់កន្លែងញ៉ាំបាយគេមានតុខាងក្រៅឲ្យហើយគេមានកញ្ចុះខាងក្រៅឲ្យអីចឹងទៅហើយនឹងមានញ៉ាំនៅក្នុងហាងអីចឹងណាហើយគេមាន free អាហារពេលព្រឹកប៉ុន្តែអាហារពេលព្រឹកខ្ញុំអត់បានថតទេហើយសម្រាប់កញ្ចុះហ្នឹងមើលទៅទំនងអង្គុយប៉ុន្តែពេលអង្គុយញ៉ាំបាតកើតដោយសារវាគេធ្វើដូចខុសហ្មងវាចឹងឆ្ងាយអង្គុយអត់ដល់ហើយនេះចង់និយាយថាចាពេលខ្ញុំទៅលើកទី2វារៀងចុះអាប់ដែរប៉ុន្តែអត់សូវខ្លាំងខ្ញុំទៅលើកទី1បងអូនហើយគឺថាចុះអាប់ឡើងល្ងឹតឈឹងមើលគ្នាអត់ឃើញទេមើលផ្លត់ឃើញទេតែមកសារនេះវារៀងចុះដែរប៉ុន្តែវារៀងអត់សូវខ្លាំងណាវារៀងធ្លាក់លើអត់ដល់ខាងក្រោមពេកទេវារៀងលើចុងឈើប៉ុន្តែនិយាយពីថាអាកាសធាតុត្រជាក់ហើយបែបស្រស់ស្រាយបដ ாய் ហើយបើថានៅកន្លែងអាងហែលទឹកនេះផងអូយបងអូនអើយគឺស្អាតហ្មងស្អាតសាហាវនិយាយទៅអីដែលសំខាន់គឺគេឲ្យខ្ញុំយកកូនគីគីចូលបានអញ្ចឹងឥឡូវនេះមិនថាទៅណាកន្លែងណាទេគឺឆែកសិនបើសិនជាគេឲ្យយកកូនគីគីទៅបានដឹងទៅបើសិនជាអត់ទេគឺអត់ទៅទេអីចឹងទៅនិយាយទៅសម្រាប់កូនគីគីវាដូចជាកូនខ្ញុំអញ្ចឹងវាសម្រាប់គេមើលមកដូចជាកូនឆ្កែប៉ុន្តែខ្ញុំគឺដូចកូនខ្ញុំអញ្ចឹងហើយដល់ពេលយប់
នៅកន្លែងអាងហែលទឹកហ្នឹងគេមានមិនថាពេលយប់ពេលថ្ងៃគេមានបារមួយសម្រាប់ឲ្យយើងញ៉ាំកំងខុកថែលខុកអីញ៉ាំបានដែរអញ្ចឹងណាមានជូសមានទឹកផ្លែឈើស្រស់អីចឹងទៅប៉ុន្តែអានេះពេលយប់ខ្ញុំក៏មកអង្គុយបែបឈៀលសាកខុកថែលនៅលើភ្នំអីចឹងណាហើយប្រុសស្អាតកំពុងតែក្លុក Blue Margarita ឲ្យខ្ញុំចង់និយាយថាចាញ៉ាំនៅខាងក្រោមស្រាញ៉ាំនៅខាងក្រោមអីមិនសូវឆ្ងាញ់ទេតោះតែយើងមកសាកញ៉ាំនៅលើភ្នំអីតិចអីចឹងណាអេមរបស់គេដែរហើយគេមាន free សណ្តែកដីឲ្យយើងក្លែមមកកូនចានអីចឹងទៅចង់និយាយថាចាហើយកាន់ចឹងតំណងនិយាយទៅតំណងហ្មងញ៉ាំស្រាក្លុកហើយនៅកន្លែងអាងហែលទឹកពេលយប់ខ្យល់តិចអីតំណងហ្មងតែគ្រាន់ថាចង់និយាយថាចាពីមុនញ៉ាំស្រាញ៉ាំបានច្រើនតែឥឡូវចាស់ហើយញ៉ាំបានតិចទេញ៉ាំមិនខ្លាំងអីទេញ៉ាំតែមួយកែវនោះរត់បាត់ហើយចង់និយាយថាពេលយប់គឺតិចខ្លាំងមែនទែនកុំថាឡើយយើងមនុស្សសម្បីតែកូនឆ្កែក៏វាតិចដែរនិយាយទៅតិចឡើងញ័រសាច់ទៅត្រើតហ្មងហើយបន្ទាប់ពីញ៉ាំស្រាអស់មួយកែវហើយគឺរត់មុនគេហើយទៅរកកន្លែងកន្ទប់ដេកហើយដោយសារស្វឹងហើយបន្ទាប់ពីយើងដេកហើយពេលព្រឹកបងអូនអើយទេសភាពបើកភ្នែកមកគឺថាស្រស់ស្រាយហ្មងនិយាយទៅមិនថាពេលព្រឹកពេលថ្ងៃពេលយប់គឺទេសភាពនៅនឹងគឺស្អាតអេមទៅហើយបើនិយាយពីកន្ទប់គេវិញសម្រាប់អារម្មណ៍ខ្ញុំផ្ទាល់ហ្មងគឺខ្ញុំអត់សូវចូលចិត្តកន្ទប់ផ្ទះដើមឈើនឹងទេដោយសារតែទី1វារាំងខ្ពស់ពេកហើយខ្យល់នៅនឹងវារាំងខ្យល់ខ្លាំងអញ្ចឹងពេលខ្យល់ខ្លាំងវារាំងអង្គើអញ្ចឹងវាអត់សូវមាំទេហើយទី2គឺខ្ញុំអត់សូវចូលចិត្តក្រេពូកដែលគេដាក់ឲ្យនឹងទេដោយសារពូកគេដាក់ទូជាងក្រេអញ្ចឹងហើយវានៅសល់ជ្រុងហ្នឹងពេលយើងងើបទៅបន្ទប់ទឹកយប់ឡើងពេលមកវិញគឺដើរបុកក្រេនឹងជួមជើងហ្មងប៉ុន្តែការរៀបចំបន្ទប់របស់គេអូខេទទួលយកបានហើយសម្រាប់ម្ហូបអាហារវិញគឺម្ហូបនៅខាងហាងបាយរបស់ផ្ទះលំហែរីសតហ្នឹងគឺអត់សូវជាឆ្ងាញ់ទេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងឯងពីខ្ញុំទៅ